វត្តចម្ពោះរុក្ខាវណ្ណារាមហៅវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ឃុំព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងដែលញោមញាតទេសនាមើលពីខាងលើជាខ្លោងទ្វារខាងលិចបងហើយជាប់នឹងខ្លោងទ្វារនេះគឺខ្ញុំគណៈអាត្មាគម្រោងកសាងប្រាសាទដែលតម្កល់រូបសំណាកព្រះបាទជីវរ្ម័នទី7ដែលនៅខាងក្នុងទៀតតែខាងលើនេះគឺខ្ញុំគណៈអាត្មាដាក់ព្រំមុខ4ទៀតនឹងថ្ងៃព្រំមុខ4ហ្នឹងណាញាតិញោមបងទាំងញោមទេសនាមើលពីខាងលិចចេតដីនេះគឺដាក់គៀនខាងលិចនៅគូគាត់2ជាន់បងគាត់2ជាន់នេះញោមនៅសហរដ្ឋអាមេរិកហ្នឹងចូលរួមកសាងទាំងព្រះវិហារហើយសមិទ្ធផលថ្មីនេះគឺចាប់ពីវងមូលមកត្បូងនេះខ្ញុំកណាអាត្មាគម្រោងធ្វើខ្លងទ្វារមួយទៀតដើម្បីងាយស្រួលដល់សិស្សានុសិស្សចូលមករៀននៅសាលាបឋមទៀតបងប៉ុន្តែខែនេះញាតិញោមបងខែនេះគឺញោមទេសនាមើលឃើញទេសភាពស្រូវប្រជាពលរដ្ឋនៅទឹកដីវត្តព្រៃខ្ពស់បងមើលទៅគេខៀវស្ងាត់ដែរញោមហើយសម្រាប់ព្រះវិហារដែលក្រាលឥតកាកូឡានេះគឺដឹកនាំដោយញោមណាសែងឌឿនបងនឹងស្វាមីរួមនឹងញោមវង្សសុតសវណ្ណនិងភរិយាបងរួមពុទ្ធបរិស័ទនៅសហរដ្ឋអាមេរិកបងនេះខ្ញុំគណៈអាត្មាពង្វល់ដ្រូននេះគឺដ្រូនបានការឧបត្ថម្ភដោយញោមសែងឌឿនបងគាត់ប្រកេនដ្រូនជាង$1000ខ្ញុំគណៈអាត្មាបង្ហោះណានោះគឺកន្លែងទីបច្ឆាកន្លែងបូជាសពណាបងណាកន្លែងបូជាសពបងពីមុនតែក៏សាងរៀងឥឡូវប្រេះហើយញោមប្រេះហើយចាស់ហើយនឹងចឹងទៅក៏ត្រុតត្រោមហើយបងនេះញោមទេសនាមើលពីខាងលើបងណានេះខាងខាងកើតនេះគឺជាដីវត្តដែរបងកន្លែងទីបច្ឆានេះដីវត្តដែរបងមានប្លង់ហើយញាតិញោមវត្តនេះមានប្លង់ណាគឺចាស់ពីដើមគាត់បានចងក្រងហើយបានឲ្យសូរិយោដីគេគូប្លង់បងអញ្ចឹងប្លង់នេះគឺចេញពីមន្ទីរបងសាលាស្រុកដល់មន្ទីរហើយបងហើយខ្ញុំគណៈអាត្មាចង់ទិញដីពង្រីកវត្តបងចង់ទិញដីពង្រីកវត្តបន្ថែមទៀតបងណានឹងដីចិត្តដីហ្នឹងគឺជាប់ព្រំកន្លែងសាលាចាស់ពីដើមណាបងនេះសិតទៅក្នុងព្រៃនេះឯងបងនៅក្នុងព្រៃនេះអាត្មាទាញត្រូលមកដល់ស្ទឹងតាំងកពិតនៅក្នុងកើតបន្តិចញោមបងអាត្មាអត់មានបច្ច័យដើម្បីទិញដីពង្រីកវត្តមកមុខទៀតបងអញ្ចឹងសូមចម្រើនពរញោមទាំងក្នុងនិងក្រៅប្រទេសដែលបានទស្សនាមើលតាមរយៈដ្រូនខ្ញុំបណ្ណាអាត្មាបង្ហោះនេះណាញោមចង់ជ្រះថ្លាទៀតណាបងប្រកេនដីជាវដីវត្តបន្តទៀតដីហ្នឹងគឺតភ្ជាប់ពីកន្លែងទីបច្ឆាហ្នឹងមកបងមកចង់ទិញពង្រីកឯណាមកថែមបន្តិចទៀតបងហ្នឹងហើយប៉ុន្តែអត់មានថវិកាបច្ច័យក៏នៅនឹងអញ្ចឹងទៅបងនេះញោមទេសនាហ្នឹងគឺឃើញពីលើមកញោមបងនេះដងស្ទឹងសាលាឆាន់រោងបាយព្រះវិហារកត់ណាអាត្មាទាញថយក្រោយបងទាញថយក្រោយសូមចម្រើនពរញោមបានទស្សនាឲ្យញោមជួយចែករំលែកជួយ share ចែករំលែកម្នាក់មួយផងបងតាមរយៈ channel YouTube ខ្ញុំកណាអាត្មាផ្ទាល់និង page នៅឬក៏សង្គម Facebook ទៀតនេះគឺនោះកន្លែងផ្ទះនេះញោមមើលទៅឃើញទូចណាតាមដងស្ទឹងហ្នឹងអាត្មាទាញមកក្រៅហ្នឹងចង់ពង្រីកកន្លែងហ្នឹងទៀតបងដីហ្នឹងបងណាម្ដុំហ្នឹងបងពូម្ដុំហ្នឹងកន្លែងហ្នឹងទីវិឆាហ្នឹងគឺកន្លែងសាលារៀនពីដើមបងកន្លែងសាលារៀនពីដើមណាញោមបានរៀនធ្លាប់អីខ្ញុំដឹងហើយធ្លាប់ចូលទៅរៀននៅទីហ្នឹងបងហ្នឹងហើយ
ហើយអាត្មាមកនៅទីនេះគឺសិក្សាស្រាវជ្រាវសួរជីវប្រវត្តិវត្តកើតពីពេលណាគិតទៅទឹកដីវត្តព្រៃពោះនេះគឺកើតជាង100ឆ្នាំហើយបងណាទើបខ្ញុំកណាអាត្មាមកកម្រងគូប្លង់បន្តកសាងបន្តនៅសមិទ្ធផលថ្មីបងហើយសាលារៀននេះគឺញោមពុទ្ធបរិស័ទទាំងក្នុងក្រៅប្រទេសគឺជាពិសេសញោមដូចជាអ្នកស្រុកកំណើតនៅព្រៃខ្ពស់នឹងកសាងសាលារៀនបងញោមមើលពីលើដ្រូនទៅឃើញហ្នឹងបងហ្នឹងហើយសាលារៀនតែហើយសាលារៀននេះគឺកសាងថ្មីខ្ញុំកណាអាត្មាទៅគូរូបរូបដេចគុណ6ហើយនឹងអាចារ្យសវិតហើយញោមវាំងសុតសវណ្ណទាំងអស់ជាង$200គឺខ្ញុំកណាអាត្មាអ្នកគូនឹងបន្ទប់សាលារៀនហ្នឹងបងហើយញោមអន្តងគាត់កសាងក្រៅអត់ក្រូទៀតក្រៅអត់ក្រូបន្តបងសាលាបឋមសិក្សាព្រៃខ្ពស់ទៀតញោមទស្សនាមើលញោមអាត្មាពវល់ដ្រូនពីលើបងហើយសមិទ្ធផលថ្មីទៀតបើរោងដែលខ្ញុំកណាអាត្មាតតាពីសាលាឆាន់ហ្នឹងឲ្យធំទូលាយចាក់សាបបន្តស្រួលចតឡានចតម៉ូតូបងហ្នឹងញោមមើលឃើញពីទៅហ្នឹងគឺចេញពីសាលាជាប់ពីសាលាឆាន់តែម្ដងបងហើយញោមគាត់ចូលកសាងតសម្ដៅ$100ម្ដៅ$100ហើយតសខ្ញុំកណាអាត្មាមិនតូចទេញាតិញោមមើលទស្សនាចុះបងធ្លាប់មើលคลิปវីដេអូមុនណាបងហ្នឹងហើយឡើយអាត្មាបន្ទាបមកវិញបញ្ចុះដ្រូនមកវិញណាបងហ្នឹងហើយបន្ទាបដ្រូនមកវិញតែណាហើយដ្រូននេះតតែពេលថ្ងៃទៀតពេលភ្លៀងថតមិនច្បាស់ទេភ្លៀងអត់ទៅមុខទេញាតិញោមដ្រូនខ្ញុំកណាអាត្មាកាន់ផ្ទាល់នេះគឺបានការឧបត្ថម្ភប្រកេនដោយញោមណាឌឿនទៀតណាញោមឌឿនផែនភិតទៀតណាញោមឌឿនសែងឌឿននិងស្វាមីព្រមទាំងកូនចៅគាត់ប្រកេនថាវិការបច្ច័យដ្រូនខ្ញុំកណាអាត្មាមួយដើម្បីខ្ញុំកណាអាត្មាថតសកម្មភាពឬសមិទ្ធផលថ្មីទៀតញោមទស្សនាមកអាត្មាទាញដ្រូនចុះមកក្រោមហើយណាទាញដ្រូនចុះមកក្រោមបងណានេះគឺចិត្តផ្លូវកត់ខ្ញុំកណាអាត្មាណាគាត់ឲ្យដាំផ្កាដាំប្រទាលដាំអីញោមបងហើយទេប្រណំនេះគឺញោមសម្បូរពុទ្ធសណយរួមទាំងកូនចៅប្រុសស្រីទៀតណាដែលកសាងទេប្រណំទាំង6រូបនៅខាងមុខគាត់ទៀតសម្រាប់មេតបនេះគឺញោមញាតណាបើជ្រះថ្លាកសាងមេតបមួយរូបនេះអត់តមានម្ចាស់នៅឡើយទេញោមបងអត់តមានម្ចាស់ទេចំណបានពោណាមេតបទី1ទៀតណាមេតបទី1ហើយដាវហ្នឹងរំពេងហ្នឹងមិនតរួយទេញោមតែញោមកសាងបានអាត្មាហ្នឹងឲ្យជាងគេបង្ហើយទៀតមិនតរួយហើយទេនៅដាវរំពេងនៅទាំងអស់បងហើយធំណាស់ញោមមេតបនេះលើក5 6នាក់រឹបរួយទេញោមធ្ងន់ញោមធំញោមឃើញតែមានហ្នឹងដឹងថាធំណាជក្រៀងចិត្តកត់គំនូណាខ្ញុំកណាអាត្មាគូគំនូអស់ច្រើនណែញោមប៉ុន្តែមិនងាយមានទេតាមមិនអាចគាត់មានគំនូនៅនឹងដែរខ្ញុំកណាអាត្មាតែបង